ơiอะไรសម្រាប់ថានឹងគឺជាក្លឹបឬមួយក៏ជាអីប្រកាសទៅនិយាយទៅខ្ញុំអានខមមិនហ្នឹងគឺខ្ញុំមានចការវឹកវរខ្លាំងមែនតើមកដោយសារតែមតិបងប្អូននៅតាមតំបន់នៅតាមខេត្តផ្សេងគ្នាគាត់ឲ្យមតិផ្សេងគ្នាទាំងអស់ហ្មងថាអានឹងជាបាសអានឹងជាក្លឹបធុងអានេះជាចេះអានេះជាចុះសម្រាប់ថានឹងគឺជាអីប្រកាសឬមួយក៏បងណាដែលគាត់អ្នកបើកក្លឹបហ្នឹងហ្មងបាសហ្នឹងឬមួយក៏អានឹងគេជាអីខ្ញុំមិនដឹងទេជួយខមមិនប្រាប់ខ្ញុំតិចមើលថាអានឹងគេហៅអីគេបងខ្លះគាត់ថាគាត់មកពីបាត់ដំបងអានឹងគេហៅបាសធុងបងខ្លះគាត់ថាគាត់មកពីតកៅអានឹងគេហៅក្លឹបអាចគោទៀតអញអើយឈ្មោះប្លែកចម្លែកដល់ពេលចាក់ស្ដាយខ្ញុំកំពុងតែទៅថតរឿងឲ្យជាមួយ MV នៅក្នុងកន្លែងមួយហ្នឹងគេហៅក្លឹបធុងមន់និយាយមែនតើណាព្រោះឯមើលទៅគេដាក់សណាញ់ដៃជុំវិញនឹងដូចធុងមន់បើដឹងថៃមិនខ្ញុំសួរហៅឈ្មោះក្លឹបអីហ្នឹងឲ្យប្រកាសរត់ដោយសារទៅវាសុបាយរត់ឲ្យផុតខែដីទេវាសុបាយមែនតើណាអ្នកនរគ្នាអត់រំពឹងទុកថាវានឹងសុបាយដល់ថ្នាក់ហ្នឹងដោយសារខ្ញុំមើលពីចង្ងាយទៅពេលខ្ញុំជិះចូលទៅដល់ខ្ញុំឃើញដូចជាអត់ណាស់ណាទេឃើញពេលថ្ងៃក៏អត់សូវណាស់ណាដែរពេលយប់ក៏អត់សូវណាស់ណាដែរពេលដែលខ្ញុំបានដើរចូលទៅដល់ក្នុងនឹងឲ្យគេដាក់បាសឲ្យពួកខ្ញុំរំទៀតហើយបាទខ្ញុំដឹងថាពិភពលោកហ្នឹងគឺមានតែពួកខ្ញុំនៅក្នុងក្លឹបហ្នឹងមកខ្ញុំអត់ខ្វល់ពីមនុស្សជុំវិញដែលនៅក្រៅហ្នឹងហើយមានអារម្មណ៍ថាចូលទៅដល់គឺមកប្លុកហ្នឹងឲ្យសុបាយអត់មានខ្វល់ពីមនុស្សដែលគេមើលមកមិនមកទោះបីជាមិនអត់ចិត្តក៏ដោយអត់មានដបូលក៏ដោយអត់មានមិនសិនជាអត់មានដង្ហើមអីក៏ដោយគឺបរិយាកាស outdoor បរិយាកាសបែបនៅខាងក្រៅហ្មងគេដាក់បាសឲ្យយើងរំហ្មងប៉ុន្តែដូចយើងរំដោយមិនមានការខ្វល់ពីភ្នែកអ្នកដទៃនៅក្នុងវត្តហ្នឹងហ្មងខ្ញុំនិយាយមែនតើខ្ញុំសឹងថាខុសកណ្ដាលខ្ញុំខែក្រោយខ្ញុំចង់ជួលបាសអីក្លឹបអីហ្នឹងទុករំហ្មងដល់ពេលអញ្ចឹងលេងហ៊ាននៅទៀតកូនមានតែគេដែលគាត់ស្គាល់លេខតំណតំណងដែលអាចដែលបងដែលគាត់ដាក់ជួលជាប្រភេទក្លឹបប្រភេទអញ្ចឹងចាំជួយតម្លាក់នៅក្នុងខមមិនឲ្យខ្ញុំផងហើយបងណាដែលគាត់នៅបរទេសហើយគាត់ឃើញវីដេអូខ្ញុំចង់ដឹងថាហ្នឹងគឺជាអីគេអាហ្នឹងគឺជាប្រភេទក្លឹបចល័តខ្ញុំដាក់ឈ្មោះឲ្យគេថ្មីមួយទៀតហើយហ្នឹងហើយចល័តមែនតើអ្នកទាំងអស់គ្នាដោយសារតែក្លឹបហ្នឹងគឺគេលើកទៅដាក់គ្រប់កន្លែងនិយាយមែនតើណាខ្ញុំធ្លាប់តែឃើញគេមានជីកត្រកវិលគប់បេប៉ោងលោតពងអាហ្នឹងគេយកទៅដាក់តាមវត្តតាមអីតាមកន្លែងកំសាន្តអីផ្សេងតាមពិធីបុណ្យកឋិនបុណ្យអីផ្សេងអីចឹងទៅតាមវត្តតាមអីប៉ុន្តែនេះគឺជាប្រភេទក្លឹបដែលគេលើកធំបាសមានទូចមានធំតាមដែលគេជួលតាមទំហំអីចឹងណាបើទំហំធំគេដាក់បាសច្រើនអីចឹងទៅហើយគេដាក់ក្រងជុំវិញហើយគេពាត់សណាញ់ជុំវិញហើយគេដាក់ផ្លូវចូលតែមួយឯងទុកសម្រាប់ឲ្យអ្នកដែលគាត់តាមស្រុកតាមភូមិជាពិសេសបងនៅតាមជាយតាមខេត្តអីចឹងគាត់ទៅលេងកំសាន្តជាការរាំលេងរាំបាសរាំអីចឹងទៅតែសម្បត្តិចូលពេលខ្លះ1000ពេលខ្លះ1500ខ្លះ2000តាមgrade របស់ក្លឹបហ្នឹងអីចឹងទៅបើកន្លែងផ្សេងខ្ញុំអត់ដឹងទេតែបើថាគេដាក់ក្នុងវត្តមួយគឺអត់មានជាការដូចក្លឹបយើងទូទៅមានតុមានកៅអីមានសាឡុងអីយើងអង្គុយអត់ទេមានតែបកគោលមួយឯងចូលទៅដល់គឺរំយកមកអត់មានតុអត់មានការលក់ស្រាបៀរអីនៅក្នុងវត្តបើនិយាយរួមមកចំទៅគឺគេចូលទៅដើម្បីតែរំមកកូនល្អរបស់អញណាគឺជាកូនមហាកម្ពុជាកូនជាការសម័យខ្ញុំណាបើសិនជានៅផ្ទះយើងមានដីធំឬមួយក៏អីចឹងណាយើងចង់បង្កើតនៅក្នុងការសប្បាយរឿងប្លែកយើងរាល់ដងយើងអាចយកជួលជាក្លឹបហ្នឹងទៅបានក្លឹបហ្នឹងអត់មានឲ្យលុយអីខ្ញុំរៀលទេប៉ុន្តែនេះ feedback ពិតពីអារម្មណ៍ដែលខ្ញុំធ្លាប់បានចូលទៅក្នុងក្លឹបមួយហ្នឹងហើយបើយើងចង់បន្ថែមបន្ថែមជាមួយនឹងតុកអីឬមួយក៏ចង់ទិញឯជីបជប់យកតែញ៉ាំផឹកអីនៅក្នុងហ្នឹងថែមទៀតហ្នឹងស៊ីសងលើការបង្កើតភាពសប្បាយរីករាយរបស់យើងខ្លួនឯងនៅតាមដីរបស់យើងខ្លួនឯងចឹងទៅតែបើថាចូលវត្តយើងកុំផឹកស្រាបៀររបៀបតែបើសម័យថាបើយើងធ្វើនៅដីខ្លួនឯងទិញវត្តនៈ5 6កេះអាស្រូវសលៃសុកដាក់តកមកផឹកខ្ទិះជាប់វត្តអូយដឹងសប្បាយប៉ុណ្ណាទេលោកអើយគាត់ទៅ voice over នេះក៏មានអារម្មណ៍ថាខ្លួនឯងញ័រហើយសម័យតទៀតថាបើមាន DJ ចាក់ចម្រៀងបទខ្ញុំទៀតអូដឹងអែមប៉ុណ្ណាបទខ្ញុំនឹងចាញ់ឲ្យអ្នកទាំងអស់គ្នាអាចចូលទៅស្ដាប់នៅក្នុង YouTube បាន Channel Chan Production ហើយ MV ហ្នឹងគឺពួកខ្ញុំថតនៅក្នុងក្លឹបធុងហ្នឹងហ្មងតែបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងអត្ថន័យពេញនៃរឿង Still អត់ក្បាលអ្នកទាំងអស់គ្នាអាចទៅតាមដានមើលបាននៅគ្រប់រោងភាពយន្តទាំងអស់ហ្មងគឺពាក់ព័ន្ធជាមួយនឹងក្លឹបត្រង់ហ្នឹងដូចគ្នាចង់ដឹងថាក្លឹបហ្នឹងសប្បាយមិនអីគឺស្ដែងចេញពីរឿងតែក្មេងៗ Chan C ឬមួយក៏ Still ដែលគាត់ចូលចិត្តដើរលេងរាំកំសាន្តតាមធុងបាសអីអញ្ចឹងណាតាមបណ្ដាខេត្តទៅអត់ខុសទេសោយតាំងពីដើមដល់ចុះហើយក៏គេមានអត្ថន័យល្អអប់រំនិយាយអំពីឪពុកម្ដាយដែលយើងចេះស្រឡាញ់ឪពុកម្ដាយចេះស្រឡាញ់កូនគាត់ស្រឡាញ់មិនអីអូយខ្ញុំអត់ចង់និយាយច្រើនទេខ្ញុំធ្លាយរឿងតែមើលទាំងអស់គ្នាតែបើចង់ដឹងថា MV នៅបទនឹងព្រោះប៉ុណ្ណាចង់រួមប៉ុណ្ណាថតប្លង់ស្អាតប៉ុណ្ណាចូលទៅក្នុង YouTube ចាក់ play ស្ដាប់ទៅវាយដាក់ Still អញ្ញាលីម៉ៃកូទៅចាញ់ហើយ